Selain itu, akhirnya video ini admin malah ring thmaiមួយដើម្បីមកសម្រាប់ជូនដល់គ្នាតែម្ដងរឿងនេះ admin ដាក់តេស្តសិនប៉ុណ្ណោះបើសិនជាមានអ្នកចូលចិត្ត comment private មួយផងណាប៉ុន្តែរឿងអ្នកកាន់កាត់ថាមកបេសាច admin នៅតែចេញដដែលទេតោះយើងទស្សនារឿងថ្មីជាមួយ admin ហ្មងទៅប្រហែលរឿងរបស់យើងនឹងបង្ហាញឲ្យឃើញថានៅក្នុងសាលារៀនមួយសាលារៀនហ្នឹងមានឈ្មោះថាឡុងកយមានលោកគ្រូម្នាក់គាត់ស្រែកបញ្យល់សិស្សក្តែងអំពីការលើកមុខងារអាជីពឲ្យសិស្សមានការវិវត្តនាពេលអនាគតហើយលោកគ្រូក៏បានប្រែផ្ដាំសិស្សឲ្យយកចិត្តទុកដាក់ផងដែរហើយគាត់ក៏បានថាទៀតថាទោះបីជាតាមទ្រឹស្ដីលទ្ធផលនៃការផ្លាស់ប្ដូរការងារត្រូវបានកំណត់ដោយចៃដន្យក៏ដោយប៉ុន្តែមនុស្សត្រូវមានទំនុកចិត្តលើខ្លួនឯងស្មារតីរឹងមាំគ្រប់គ្រាន់ហើយមនុស្សគ្រប់រូបសិតតែមានសមត្ថភាពរៀងៗខ្លួនផងដែរបន្ទាប់មកបង្ហាញឲ្យឃើញបុរសម្នាក់ដែលជាតួឯករបស់យើងនឹងមានឈ្មោះថា Lufan ក៏បានឆ្លងភពពី Blue Star មកទីនេះដោយគាត់បានឆ្លងមករយៈពេល3ឆ្នាំទៅហើយ3ឆ្នាំនៃជីវិតរបស់គាត់នឹងឯងហើយ Lufan គាត់នឹងក៏គាត់បាននិយាយខ្លួនឯងថាគាត់មកពិភពលោកនេះគាត់យល់ដឹងពីមនុស្សបានខ្លះកាន់តែច្បាស់ទៅហើយលើលោកនេះមានមុខរបរសំខាន់ចំនួន3ដែលគាត់បានដឹងបើតាម subtitle បានបកស្រាយនោះ admin និយាយតាមថានៅលើកំពូលគឺជាការវិជ្ជាជីវៈប្រយោជន៍ដូចជាមេតបចម្បាំងនិងមេតបបាញ់ធ្នូលាក់ជាដើមប្រើសមត្ថភាពដ៏មានអានុភាពដើម្បីស្វែងរកអ្វីដែលមិនស្គាល់ហើយទទួលបានឧបករណ៍និងរង្វាន់ដ៏សម្បូរហើយទាំងនេះគឺជាការងារដែលគ្រប់គ្នាចង់បានហើយទី2នោះគឺជាការពង្រឹងអាជីពដូចជាអ្នកដែលមានយុទ្ធសាស្ត្រនិងឱសថការី admin បកប្រែតាម subtitle ដែរនោះទេពួកគេអាចបង្កើតធាតុពិសេសជាមួយនឹងឥទ្ធិពលដ៏មានកម្លាំងខ្លាំងក្លាផងដែរប៉ុន្តែតកតងនឹងការចំណាយច្រើនសម្រាប់ការទិញសម្ភារៈមានតែគ្រួសាររបស់ Yuvo ទេដែលអាចមានលទ្ធភាពគ្រប់គ្រងបានហើយចុងក្រោយនៅខាងក្រោមគឺជីវិតអាជីពអវត្តមានចុងភៅអាសតរុក្ខជាតិជាដើមហើយនោះជាអនាគតសម្រាប់មនុស្សភាគច្រើនខ្លាចជាធម្មតាខិតខំធ្វើការរស់នៅយ៉ាងលំបាកហើយមីងរបស់ Lufan គឺជាអ្នកចុងភៅសម្រាប់ចំអិនឱសថនេះហើយមីងរបស់ Lufan មានឈ្មោះថាហានគីគឺជាចុងភៅបែបនេះគាត់ខំប្រឹងរាល់ថ្ងៃ Lufan គាត់ពឹងផ្អែកលើហាងនំតូចមួយដើម្បីផ្គត់ផ្គង់ការសិក្សារបស់ Lufan ហើយមីងរបស់គេនឹងមានអាយុច្រើនជាងគេគឺ8ឆ្នាំប៉ុណ្ណោះគាត់បានគាំទ្រ Lufan ដោយគ្មានការសោកស្ដាយអ្វីឡើយអូបងតែ8ឆ្នាំចឹងសោះចឹងបានមករៀនក្មេងចឹងណាអូសំគ្នាខ្លាំងមែនតើ Lufan គាត់មើលឃើញការខំប្រឹងរបស់មីងគេចឹងគេខំតសើចឹងហើយតាមពិតគេសម័យនោះទេហើយ Lufan គាត់ចេះគិតដល់ខ្លាំងណាស់ទៅដល់មីងរបស់គេដែលខិតខំចិញ្ចឹមគ្នាហើយ Lufan គាត់ចង់សងគុណទៅមីងរបស់គេដែលបានខិតខំប្រឹងប្រែងចិញ្ចឹមគាត់តាំងពីនៅក្មេងម្ល៉េះហើយ Lufan តាំងចិត្តថាត្រូវតែក្លាហានជាអ្នកជំនាញប្រយុទ្ធលោកគ្រូកំពុងតែនិយាយទូរស័ព្ទជាមួយនាយកក៏បានទេមកថាពីផ្ទេតំណែងនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះឯងអូតាមពិតទៅលោកគ្រូគាត់បាននិយាយណែនាំនេះគឺនិយាយពីការផ្ទេតំណែងនោះទេបន្ទាប់មកលោកគ្រូក៏បានឲ្យសិស្សានុសិស្សទៅកន្លែងដែលត្រូវផ្ទេតំណែងនោះគឺជាការប្រជុំនឹងឯងបន្ទាប់មកលោកគ្រូក៏បានឃើញ Lufan រៀងចម្លែកនៅថ្មឹងលោកគ្រូក៏បានសួរទៅ Lufan ថាតើមានបញ្ហាអ្វីទេហើយលោកគ្រូក៏បាននិយាយមួយ Lufan ថា Lufan គឺជាសិស្សពូកែកំពូលនៅក្នុងថ្នាក់របស់យើងថាកុំឲ្យ Lufan នឹងតានតឹងពេកហើយ Lufan ក៏បានគិតម្នាក់ឯងទៀតហើយថាប្រព័ន្ធផែនទីមហាសម្បត្តិត្រូវបានដំណើរការដោយជោគជ័យនិយាយទៅ Lufan គ្រូហៅអត់មានស្ដាប់នោះទេគឺកំពុងតែស្រមៃខាងនឹងឯងបន្ទាប់មកលោកគ្រូក៏បានគោះតុក Lufan ពងសួរ Lufan ក៏បានភ្ញាក់ខ្លួនភ្លាមឬហើយគេក៏បានរត់ទៅកន្លែងប្រជុំបាត់ទៅហើយក៏បានសុំទោសលោកគ្រូផងដែរបន្ទាប់ Lufan ក៏បានរត់មកហក់ចាក់ស្លាយអីពីនឹងដោយសារគេចង់ធ្វើវីរៈបុរសប្រយុទ្ធចឹងទៅហើយគោលដៅសំខាន់គេមិនត្រូវគិតនោះទេអ្វីដែលគិតសំខាន់នោះគឺជាពិធីផ្លាស់ប្ដូរតំណែងកាត់មកដល់កន្លែងប្រជុំសិស្សរួមថ្នាក់ក៏បានឆ្ងល់ថានេះគឺជា Crystal ដែលត្រូវផ្លាស់ប្ដូរអាជីពមែនទេបន្ទាប់មកលោកគ្រូនាយកក៏បានឲ្យសិស្សគ្រប់គ្នាស្ងាត់ហើយសិស្សរួមថ្នាក់ដែលនៅគៀន Lufan ក៏បាននិយាយថាបើសិនជា Crystal នេះផ្លាស់ប្ដូរជាអាជីពមែននោះមនុស្សរាប់ពាន់នឹងថ្វាយបង្គំជាពុំខានអញ្ចឹងកុំឲ្យខ្លាយជាអាជីពអីខ្ញុំនឹងអុជធូបថ្លៃដូនតារួចហើយលោកនាយកក៏បានប្រាប់ថាពិធីផ្លាស់ប្ដូរនឹងចាប់ផ្ដើមនៅឆាប់នេះឯងហើយលោកនាយកក៏បានណែនាំគ្រូគង្វាលដែលបានធ្វើជាអធិបតីក្នុងពិធីផ្លាស់ប្ដូរនេះទៅមើលទៅឃើញកាន់ត្មងឈរបិទភ្នែកយ៉ាងឡើងតំណងតាមម្ដងបន្ទាប់មកអ្នកគ្រប់គ្នាក៏បានលន់មាត់ថាអាយ៉ានោះជាអ្នកធ្វើការផ្លាស់ប្ដូរការងារឬហើយ Lufan ក៏បាននិយាយថាបរិយាកាសនៃអាជីពប្រយុទ្ធរបស់បូជាអាចារ្យពិតជាខុសគ្នាបន្ទាប់មក Lufan ក៏បានពិនិត្យមើលព័ត៌មានរបស់លោកគ្រូកងវាលម្នាក់ហ្នឹងគឺមានមុខរបរគឺជាគ្រូកងវាលកម្រិត29រីឯជំនាញរបស់គ្រូកងវាលវិញគឺការផ្លាស់ប្ដូរការងារនិងការត្រាស់ដឹងខាងវិញ្ញាណអ្វីដែល Lufan ភ្ញាក់ផ្អើលខ្លាំងមែនតើនោះគឺប្រាក់របស់គ្រូកងវាលមានរហូតដល់5លាន
ហើយ5លាននោះគឺ5លាន Dragon Coin ហើយ Lufan ក៏បានភ្ញាក់ផ្អើលខ្លាំងមែនតើក៏បានស្រែកពេលនោះលោកនាយកក៏បានឲ្យសិស្សស្ងាត់ហើយក៏បានប្រាប់ទៅសិស្សគ្រប់គ្នាថាសិស្សដែលត្រូវបានគេហៅឈ្មោះសូមមកលើជ្រួយហើយ Lufan ក៏បានគិតទៅមិញគេទៀតហើយថាមិញមិនអាចរកលុយបានច្រើនតាមរយៈការធ្វើនំពេញមួយជីវិតនោះទេអញ្ចឹងហើយ Lufan ត្រូវតែមានការងារមុខរបរជំនាញច្បាស់លាស់នាពេលអនាគតផ្ទាល់ខ្លួនបានបន្ទាប់មកលោកគ្រូគង្វាដែលជាលោកគ្រូវេទមន្តក៏បានហៅលោកចាំងតៅដែលជាសិស្សនិទេសអេនៅពេលដែលលោកគ្រូគង្វាដែលជាលោកគ្រូវេទមន្តហៅលោកចាំងតាឡើងហ្នឹងគឺសិស្សទាំងអស់គឺជឿជាក់ទៅលើចាំងតាយ៉ាងច្បាស់មុតថាទោះបីជាការផ្លាស់ប្ដូរអាជីពជាមូលដ្ឋានដោយចៃដន្យក៏ដោយប៉ុន្តែគុណលក្ខណៈកាន់តែខ្លាំងវាទំនងខ្លាយទៅជាអាជីពប្រយុទ្ធកាន់តែខ្លាំងផងដែរនៅពេលនោះដែរចាំងតាក៏បានយកដៃទៅប៉ះគ្រីស្តាល់របស់លោកគ្រូអាចារ្យដែលគ្រូវេទមន្តនឹងឯងដោយគាត់ទៅប៉ះភ្លាមដុំគ្រីស្តាល់ដែលនៅកន្លែងដៃរបស់ចាំងតាក៏ស្រាប់តែចេញវេទមន្តយ៉ាងធំបាញ់ឡើងទៅលើអ្នកទាំងអស់គ្នាក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនថាចាំងតាបានខ្លាចជាអ្នកជំនាញអាជីពប្រយុទ្ធបាត់ទៅហើយឬហើយអ្នកគ្រប់គ្នាក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនឬហើយក៏ច្រណែនផងដែរហើយរួមទាំង Lufan ផងដែរដែលអង្គុយនៅគេនោះកំពុងតែច្រណែនថាគេបានហើយតែមិនទាន់ដឹងថា Lufan ហ្នឹងបានអីនោះទេហើយលោកគ្រូគង្វាដែលជាលោកគ្រូវេទមន្តហ្នឹងក៏បានប្រាប់ទៅចាំងតាថាគេនៅថ្ងៃអនាគតហ្នឹងគឺល្អខ្លាំងមែនទែនបន្ទាប់មកលោកគ្រូនាយកក៏បានស្រែកឲ្យស្ងាត់បន្ទាន់កុំឲ្យញញ៉ៃខ្លាំងពេកបន្ទាប់មកអ្នកផ្សេងក៏បានយកទៅមើលកន្លែងគ្រីស្តាល់គេដើម្បីមើលអាជីពនៅថ្ងៃអនាគតរបស់គេហ្នឹងអ្នកខ្លះបានជាជាងកាត់ដេរហើយអ្នកខ្លះទៀតហ្នឹងក៏ខ្លាចជាអ្នកជីករ៉ែផងដែរតែពួកគេគឺមិនចង់បាននោះទេគឺការងារនឹងមិនមែនជាក្នុងក្តីសម័យរបស់គេផងណាគេមិនចង់បានហើយបើតាម Lufan ដឹងវាហាក់ដូចជាថាវិជ្ជាជីវៈប្រយុទ្ធគឺស្ថិតនៅក្នុងជនជាតិភាគតិចឯណោះតែប៉ុន្តែ Lufan គឺគាត់មិនមែនជាមនុស្សសាមញ្ញនោះទេគាត់ឆ្លងភពយ៉ាងណាហើយមាននារីម្នាក់ឈ្មោះថា Li Ping នៅថ្នាក់ទី3នាងយំខ្លាំងមែនតើដោយសារនាងមិនចង់បានការងារក្តីសម័យនោះទេការងារនោះគឺនាងមិនចង់បានជាងទៅនាងក៏បានយំដោយសារនៅថ្ងៃអនាគតនាងដឹងហើយថានាងនឹងធ្វើការដោយមិនល្អតែបើសិនជានៅខាងក្រៅ admin ដឹងថាការងារខាងក្រៅ admin របស់គឺជាអីនោះគឺវាពិតជាល្អខ្លាំងមែនតើការងារក្តីសម័យរបស់ admin នេះ admin ក៏មិនទាន់ដឹងនោះទេចោះអ្នកទាំងអស់គ្នាវិញការងារគេដែរហើយនៅពេលដែលស្រីស្អាតយំហ្នឹងអ្នកគ្រប់គ្នាដែលជាប្រុសហ្នឹងក៏បានលួងនាងផងដែរនៅពេលដែលពួកនឹងកំពុងតែនិយាយគ្នាលោកគ្រូលេងក៏បានហៅ Lifan ទៅថ្នាក់ទី25ដើម្បីដឹងថានៅថ្ងៃអនាគតរបស់ Lifan ហ្នឹងជាអ្វីរួចហើយ Lifan ក៏បានយកដៃទៅប៉ះនឹងគ្រីស្តាល់របស់គេរួចហើយគេតាំងចិត្តថាមិនភ័យនោះទេគឺភ័យមិនបានអ្វីនោះទេរួចហើយលោកគ្រូគង្វាដែលជាលោកគ្រូវេទមន្តក៏បានយកដំបងរបស់គាត់ហ្នឹងសូត្រអូផៃហើយនៅពេលដែលកំពុងធ្វើពិធីនោះដែរ Lufan ក៏បានបន់ឲ្យខ្លាចជាអាជីពប្រយុទ្ធបានផងដែរនៅពេលដែលសមត្ថភាពអាជីពរបស់ Lufan បានចេញនោះសប្តាហ៍រំជួយដីមកតែម្ដងអ្នកទាំងអស់គ្នាគឺបានផាត់ភ័យខ្លាំងមែនតើហើយមនុស្សគ្រប់គ្នាក៏បានភ្ញាក់ផ្អើលខ្លាំងមែនតើគឺ Lufan បានសមត្ថភាពលាក់កំបាំងនោះឯងហើយលោកគ្រូលីដែលជាលោកគ្រូរបស់ Lufan ក៏បាននិយាយថាប្រសិនបើឯងផ្លាស់ប្ដូរវិជ្ជាជីវៈរបស់ឯងទៅជាវិជ្ជាជីវៈលាក់កំបាំងបំផុតអ្នកចម្បាំងឈាមនេះគឺវាមានមហាកិត្តិយសខ្លាំងមែនតើប៉ុន្តែអ្នកគ្រប់គ្នាគឺបានសើចចំអកទៅ Lufan វិញដែរថា Lufan គឺជាមនុស្សមិនអាចមានសមត្ថភាពទៅគ្រប់គ្រងនេះបាននោះទេចឹងហើយគឺមិនមានប្រយោជន៍នោះទេបន្ទាប់មក Lufan ក៏ប្រែកន្លាខ្លាចទៅជាមនុស្សវិញបាត់ទៅបន្ទាប់មកនឹងលោកគ្រូនាយកក៏បានចាប់ Lufan មកសួរថាតើនេះគឺមិនមានប្រយោជន៍នោះទេរួចហើយអ្នកទាំងអស់គ្នាក៏បានសើចចំអកទៅ Lufan ផងដែរថាបានសមត្ថភាពអ្នកចម្បាំងឈាមនេះគឺមិនមានប្រយោជន៍នោះទេដោយសារគេគឺជាមនុស្សមិនមានកម្លាំងផងនោះមិនអាចគ្រប់គ្រងនេះបាននោះទេតាមពិតទៅ Lufan ពិតជាបានវិជ្ជាជីវៈខាងប្រយុទ្ធមែនប៉ុន្តែខាងប្រយុទ្ធរបស់ស្ដេចនេះគេថាបើសិនជា Lufan មានសមត្ថភាពនោះគឺថាអាចមានកម្លាំងខ្លាំងមែនតើអ្វីដែលអ្នកទាំងអស់គ្នានិយាយថា Lufan គ្មានប្រយោជន៍ដោយសារបានវិជ្ជាជីវៈនោះគឺថា Lufan ក៏បានឆែកមើលព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួនហើយរួចហើយគេក៏បានដឹងដែរថាมันមានអ្វីនោះទេគឺដាក់សញ្ញាសួរទាំងអស់តែម្ដងហើយលោកគ្រូផ្សេងក៏បាននិយាយទៅ Lufan វិញថាតើគេអាចប្រើសមត្ថភាពពិសេសនេះបានដោយរបៀបណាបើប្រើបានគឺប្រើបានខ្សោយនោះទេបន្ទាប់មកនឹងលោកគ្រូនាយកក៏បានលើកទឹកចិត្ត Lifan ផងដែរហើយ Lufan ក៏បានដឹងខ្លួនឯងដែរថាតើបន្ទាប់នេះគ្មាននេះអាចមានប្រយោជន៍សុខតានុពលគ្មានដែនកំណត់ដោយរបៀបណាទៅបើសិនជាមិនមានកម្លាំងនោះហើយអាពួកសត្វចំណែកដូចជាសត្វត្រីបលែន Dinosaur នេះគឺវាគ្មានរបៀបរៀបរយនោះទេវាមិនដូចនាគនោះទេនាគគឺសាហាវខ្លាំងមែនតើប៉ុន្តែតើតែយើងដឹងពីលើវាហើយត្រឡប់ទៅប្រវត្តិសាស្ត្រនៅរយៈពេល800ឆ្នាំមុននាគមិនដែលប្រហាញ់ខ្លួននោះទេហើយសូម្បីតែអ្នកបង្កាត់ពូជនាគនឹងក៏មិនដែលជួបនាគផងហើយទោះបីជាមនុស្សមានកម្លាំងប៉ុណ្ណានោះនៅពេលដែលប្រឈមមុខជាមួយនឹងនាគគឺប្រៀបដូចជាស្រមោលអីចឹងហើយការព្យាយាមបង្កាត់ពូជសត្វនាគនឹងគឺដូចជាសុបិនអីចឹងហើយ Lufan ក៏មិនប្រកាសថាមិនអាចគ្រប់គ្រងនាគបាននោះទេអ្វីដែលអាចធ្វើបាននោះគឺការពង្រឹងសមត្ថភាពប៉ុណ្ណោះទេដែលអាចជួយបានហ
ហើយលូហ្វានក៏បានមើលងាយសមត្ថភាពខ្លួនឯងខ្លាំងមែនតើហើយក៏បានអន់ចិត្តនឹងខ្លួនឯងតែម្ដងលូហ្វានហ្នឹងគឺពិតជាអាណិតមីងខ្លាំងមែនតើក៏នឹកដល់មីងទៀតហើយដែលមីងខំបីបាច់ចិញ្ចឹមគាត់ប៉ុន្តែគាត់មិនអាចនាំឲ្យនាងមានជីវិតល្អប្រសើរជាងមុននោះទេបន្ទាប់មកលូហ្វៀនក៏គិតថាតើគួរធ្វើអ្វីបន្ទាប់រួចហើយគេក៏បានត្រឡប់ទៅផ្ទះវិញតែម្ដងនៅពេលដែលចាំងទីងដើរមកដល់ផ្ទះដែលជាផ្ទះរបស់ហានគីក៏បានរៀបចំបាយទឹកឲ្យលូហ្វៀនបានតែម្ដងរួចហើយអ្នកមីងហានគីក៏បានសួរទៅលូហ្វានថាតើថ្ងៃនេះលំបាកដែរទេហើយក៏បានអោបលូហ្វានយ៉ាងណែនទៀតផងមកលូហ្វានក៏ប្រាប់ទៅអ្នកមីងហានគីថាថ្ងៃនេះគេបានផ្លាស់ប្ដូរអាជីពហើយអ្នកមីងក៏បានសួរលូហ្វានអំពីការផ្លាស់ប្ដូរអាជីពហ្នឹងយ៉ាងដូចម្ដេចរួចហើយលូហ្វានក៏បានប្រាប់ទៅវិញថាលូហ្វានផ្លាស់ប្ដូរអាជីពនេះគឺមិនសូវល្អនោះទេរួចហើយអ្នកមីងគឺចាប់ផ្ដើមស្រក់ទឹកភ្នែកម៉ត់តែម្ដងប៉ុន្តែវាមិនសំខាន់ទេប្រសិនបើវាមិនខ្លាយទៅជាអាជីពប្រយុទ្ធហើយលូហ្វានប្រាប់ទៅមីងហានគីថាគេខ្លាយទៅជាមេនាគគឺជាអ្នកដឹកនាំមេនាគហ្នឹងប៉ុន្តែគេមិនមាននាគនោះទេអញ្ចឹងទៅគឺមិនមានប្រយោជន៍នោះទេអូតាមពិតទៅប្រយុទ្ធស្ដេចនាគដែលចម្បាំងឈាមនាគហ្នឹងប៉ុន្តែលូហ្វានមិនដឹងថារកនាគនឹងមកពីណានោះទេអញ្ចឹងហើយគឺមិនខ្លាំងនោះទេតាមពិតទៅអេដមីនទៅនឹងយល់ដែរណាហើយមីងរបស់គេក៏បានអោបលូហ្វានហើយក៏បានលួងលោមលូហ្វានផងដែរថាគេគឺពិតជាខ្លាំងណាស់ដែលបានទៅជាអ្នកគ្រប់គ្រងស្ដេចនាគតែបើសិនជាលូហ្វានចង់ទៅបន្តរៀននៅវិទ្យាល័យនាពេលអនាគតមីងហានគីនឹងផ្គត់ផ្គង់ឲ្យគេជាបន្តទៀតតែបើសិនជាលូហ្វានមិនចង់បន្តការសិក្សានោះទេលូហ្វានអាចបើកហាងនំជាមួយមីងហានគីផងដែរហើយលូហ្វានមិនបោះបង់នោះទេដោយសារគេចង់ព្យាយាមដើម្បីសម្រេចសងគុណឲ្យអ្នកមីងរបស់គេវិញបន្ទាប់មកនឹងមិនដឹងថាសាច់រឿងហ្នឹងលូហ្វានអាចសម្រេចគោលបំណងរបស់គេបាននោះទេអញ្ចឹងមានតែរងចាំវិភាគបន្តជាមួយអេដមីនប៉ុណ្ណោះអញ្ចឹងរឿងយើងក៏តែត្រឹមនេះឯងសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាពីដើមរហូតដល់ចប់是不容易，是不切实际的。但只要利用好这个系统，就不可能不可能有最强这条线的机会。也就是说，这场神级仓库